សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel 361 Healthy របស់យើងសាជាថ្មីតើអ្នកធ្លាប់មានអារម្មណ៍ថាចំណង់ផ្លូវភេទរបស់អ្នកថយចុះជាងមុនដែរឬទេនេះជាបញ្ហាដែលមានជារឿយៗទាំងបុរសនិងស្ត្រីចំណង់ផ្លូវភេទឬ libido គឺជារឿងស្មុគស្មាញដែលអាចរងឥទ្ធិពលពីអរម៉ូនសុខភាពទូទៅនិងទំនាក់ទំនងផ្លូវចិត្តប៉ុន្តែមានកត្តាមួយចំនួនដែលមនុស្សភាគច្រើនមើលរំលងគឺទម្លាប់ប្រចាំថ្ងៃរបស់ខ្លួនឯងទម្លាប់តូចៗដែលយើងមើលមិនដឹងអាចប៉ះពាល់ដល់ថាមពលនិងចំណង់ផ្លូវភេទយ៉ាងខ្លាំងវីដេអូនេះនឹងបង្ហាញអំពីទម្លាប់ប្រចាំថ្ងៃទាំង10ដែលអ្នកគួរពិចារណាឡើងវិញសម្រាប់សុខភាពផ្លូវភេទឲ្យល្អប្រសើរទី1ភាព stress ឬភាពតានតឹងរ៉ាំរ៉ៃនៅក្នុងសង្គមសម័យថ្មីការប្រឈមនឹងភាពតានតឹងពីការងារការសិក្សាបញ្ហាគ្រួសារឬបញ្ហាហិរញ្ញវត្ថុគឺជារឿងដែលមិនអាចជៀសផុតបានឡើយនៅពេលដែលរាងកាយរបស់អ្នកស្ថិតក្រោមសម្ពាធនៃភាពតានតឹងរ៉ាំរ៉ៃវានឹងផលិតអរម៉ូនម្យ៉ាងឈ្មោះថា cortisol អរម៉ូន stress មួយនេះមានតួនាទីរំខាននិងទប់ស្កាត់ការផលិតអរម៉ូនភេទដូចជា testosterone ដែលជាកត្តាចម្បងជំរុញឲ្យមានចំណង់ផ្លូវភេទលើសពីនេះភាពតានតឹងក៏ធ្វើឲ្យអារម្មណ៍របស់អ្នកមិនស្ងប់ពិបាកផ្ចង់អារម្មណ៍ដែលជាឧបសគ្គដ៏ធំក្នុងការបង្កើតឲ្យមានអារម្មណ៍ផ្លូវភេទដំណោះស្រាយអ្នកគួរស្វែងរកវិធីគ្រប់គ្រង stress ដូចជាការធ្វើសមាធិការហាត់យូហ្គាការដកដង្ហើមវែងៗឬចំណាយពេលធ្វើសកម្មភាពដែលអ្នកចូលចិត្តទី2ការគេងមិនបានគ្រប់គ្រាន់ការគេងលក់ស្កប់ស្កល់គឺជាកត្តាសំខាន់សម្រាប់រាងកាយក្នុងការជួសជុលខ្លួនឯងនិងធ្វើឲ្យមានតុល្យភាពអរម៉ូនការសិក្សាជាច្រើនបានបង្ហាញថាការគេងមិនគ្រប់គ្រាន់តិចជាង7ទៅ8ម៉ោងក្នុងមួយយប់អាចធ្វើឲ្យកម្រិតអរម៉ូន testosterone ធ្លាក់ចុះយ៉ាងគំហុកអរម៉ូននេះមានសារៈសំខាន់បំផុតសម្រាប់ចំណង់ផ្លូវភេទទាំងបុរសនិងស្ត្រីក្រៅពីនេះការគេងមិនគ្រប់គ្រាន់ក៏ធ្វើឲ្យរាងកាយអស់កម្លាំងល្វើយដែលគ្មានថាមពលគិតដល់រឿងលើក្រេឡើយដំណោះស្រាយបង្កើតទម្លាប់ចូលគេងនិងក្រោកពីគេងឲ្យបានទៀងទាត់នៅពេលដដែលសូម្បីតែថ្ងៃចុងសប្តាហ៍បង្កើតបរិយាកាសក្នុងបន្ទប់គេងឲ្យបានល្អដូចជារក្សាសីតុណ្ហភាពត្រជាក់បន្ទប់ងងឹតនិងស្ងប់ស្ងាត់ទី3របបអាហារគ្មានតុល្យភាពអាហារដែលអ្នកទទួលទានជារៀងរាល់ថ្ងៃមានឥទ្ធិពលដោយផ្ទាល់ទៅលើចំណង់ផ្លូវភេទការទទួលទានអាហារដែលសម្បូរជាតិខ្លាញ់មិនល្អស្ករនិងអាហារកែច្នៃច្រើនពេកអាចនាំឲ្យអ្នកមានជំងឺធាត់ទឹកនោមផ្អែមនិងជំងឺបេះដូងបញ្ហាទាំងនេះធ្វើឲ្យលំហូរឈាមទៅកាន់ប្រដាប់ភេទថយចុះបង្កការលំបាកក្នុងការឡើងរឹងសម្រាប់បុរសនិងសម្រាប់ស្ត្រីដំណោះស្រាយបង្កើនការទទួលទានបន្លែផ្លែឈើគ្រាប់ធញ្ញជាតិប្រូតេអ៊ីនសុទ្ធដូចជាត្រីនិងសាច់មាន់និងខ្លាញ់ល្អដូចជាផ្លែប៊ឺនិងប្រេងអូលីវទី4ការទទួលទានគ្រឿងស្រវឹងច្រើនលើសកម្រិតការទទួលទានគ្រឿងស្រវឹងបន្តិចបន្តួចអាចជួយឲ្យអ្នកធូរស្រាលប៉ុន្តែបើទទួលទានច្រើនពេកវាជាសារធាតុដែលប៉ះពាល់ដល់ប្រព័ន្ធប្រសាទដែលបន្ថយចំណង់ផ្លូវភេទនិងសមត្ថភាពផ្លូវភេទបុរសអាចប្រឈមនឹងបញ្ហាលឹងមិនឡើងរឹងស្ត្រីអាចប្រឈមនឹងភាពស្ងួតគ្មានសំណើមនិងពិបាកឈានដល់ចំណុចកំពូលនៃអារម្មណ៍ផ្លូវភេទដំណោះស្រាយកុំទទួលទានគ្រឿងស្រវឹងច្រើនពេកប្រសិនបើមានផែនការស្និទ្ធស្នាលជាមួយដៃគូសូមជៀសវាងការទទួលទានរហូតដល់ស្រវឹងទី5កង្វះលំហាត់ប្រាណការស្ថិតក្នុងជីវិតដែលអង្គុយពេញមួយថ្ងៃអាចធ្វើឲ្យរាងកាយខ្វះសកម្មភាពវាបន្ថយប្រព័ន្ធឈាមរត់ប៉ះពាល់ដល់អារម្មណ៍និងថាមពលការហាត់ប្រាណនាំឲ្យចេញអរម៉ូន endorphin បង្កើនអារម្មណ៍ស្រស់ថ្លាកាត់បន្ថយ stress និងបង្កើនទំនុកចិត្តលើខ្លួនឯងដំណោះស្រាយធ្វើលំហាត់ប្រាណយ៉ាងហោចណាស់30នាទីក្នុងមួយថ្ងៃដូចជាដើរលឿនរត់យឺតជិះកង់ឬហែលទឹកទី6ការជក់បារីសារធាតុនីកូទីននិងសារធាតុគីមីជាច្រើននៅក្នុងបារីអាចបំផ្លាញសរសៃឈាមបង្កឲ្យសរសៃឈាមរួមតូចនិងរឹតបន្តឹងលំហូរឈាមរត់លំហូរឈាមថយចុះទៅសរីរាង្គភេទគឺជាមូលហេតុនៃបញ្ហាលឹងមិនឡើងរឹងសម្រាប់បុរស
និងបញ្ហាសម្រាប់ថយចុះសម្រាប់ស្ត្រីដំណោះស្រាយត្រូវបោះបង់ការជក់បារីប្រសិនបើលំបាកអ្នកគួរតែទំពាស្ករកៅស៊ូជំនួសវិញឬសូមស្វែងរកជំនួយពីគ្រូពេទ្យជំនាញទី7បញ្ហាក្នុងទំនាក់ទំនងស្នេហាសុខភាពផ្លូវភេទពាក់ព័ន្ធជិតស្និទ្ធនឹងទំនាក់ទំនងស្នេហាប្រសិនបើអ្នកមានជម្លោះជាមួយដៃគូកង្វះការតាក់ទងឬអារម្មណ៍ឃ្លាតឆ្ងាយនោះវានាំឲ្យបាត់បង់ចំណងផ្លូវភេទអារម្មណ៍អវិជ្ជមានអាចជាឧបសគ្គដ៏ធំក្នុងភាពស្និទ្ធស្នាលផ្លូវកាយដំណោះស្រាយបើកចំហការសន្ទនាជាមួយដៃគូស្ដាប់គ្នាទៅវិញទៅមកនិងស្វែងរកដំណោះស្រាយរួមគ្នាប្រសិនបើលំបាកអ្នកគួរស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យជំនាញផងដែរទី8ការប្រើប្រាស់ឱសថមិនត្រឹមត្រូវការប្រើប្រាស់ឱសថមួយចំនួនពិតជាអាចបង្កផលប៉ះពាល់អវិជ្ជមានដល់សុខភាពផ្លូវភេទបានផលប៉ះពាល់ទាំងនេះអាចមានរូបភាពផ្សេងៗគ្នាដូចជាការថយចុះចំណង់ផ្លូវភេទបញ្ហាលឹងមិនឡើងរឹងអសមត្ថភាពលឹងឬការពិបាកក្នុងការឈានដល់ចំណុចកំពូលជាដើមប្រភេទថ្នាំដែលតែងតែអាចបង្កបញ្ហានេះរួមមានថ្នាំមួយចំនួនសម្រាប់ព្យាបាលជំងឺបាក់ទឹកចិត្តថ្នាំបញ្ចុះសម្ពាធឈាមថ្នាំប្រឆាំងនឹងអាការៈតប់ប្រមល់និងឱសថមួយចំនួនទៀតវាជារឿងសំខាន់ដែលត្រូវយល់ថាផលរំខានទាំងនេះមិនកើតមានចំពោះគ្រប់អ្នកប្រើប្រាស់នោះទេប៉ុន្តែវាជាបញ្ហាមួយដែលអាចកើតឡើងបានដំណោះស្រាយដ៏ល្អបំផុតគឺត្រូវជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញដែលបានចេញវេជ្ជបញ្ជាឱសថនោះឲ្យអ្នកសូមកុំបញ្ឈប់ការប្រើប្រាស់ថ្នាំដោយខ្លួនឯងជាដាច់ខាតព្រោះវាអាចបណ្ដាលឲ្យស្ថានភាពជំងឺដើមរបស់អ្នកកាន់តែធ្ងន់ធ្ងរឬបង្កគ្រោះថ្នាក់ផ្សេងៗដល់សុខភាពទី9ការមិនពេញចិត្តនឹងរូបរាងកាយរបស់ខ្លួនឯងការមិនពេញចិត្តនឹងរូបរាងកាយរបស់ខ្លួនឯងគឺជាកត្តាចិត្តសាស្ត្រមួយដ៏សំខាន់ដែលជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សុខភាពផ្លូវភេទនៅពេលដែលបុគ្គលម្នាក់មានអារម្មណ៍ខ្មាស់អៀនថប់បារម្ភឬផ្ដោតខ្លាំងពេកទៅលើចំណុចដែលខ្លួនគិតថាជាគុណវិបត្តិនៃរាងកាយដូចជាក្បាលពោះស្បែកឬទម្ងន់វាធ្វើឲ្យចិត្តមិនអាចផ្ដោតអារម្មណ៍ទៅលើភាពរីករាយនិងភាពស្និទ្ធស្នាលក្នុងពេលរួមភេទបានឡើយការគិតខ្វល់ខ្វាយនេះអាចបង្អាក់អារម្មណ៍ត្រេកត្រអាលនាំឲ្យបាត់បង់ចំណងផ្លូវភេទពិបាកក្នុងការឈានដល់ចំណុចកំពូលនិងអាចឈានទៅដល់ការជៀសវាងពីការរួមភេទតែម្ដងដោយសារតែខ្លាចការវិនិច្ឆ័យពីរូបរាងកាយពីដៃគូឬពីខ្លួនឯងដំណោះស្រាយការដោះស្រាយបញ្ហានេះទាមទារការផ្លាស់ប្ដូរផ្នត់គំនិតនិងការអនុវត្តជាក់ស្ដែងដំណោះស្រាយដ៏មានប្រសិទ្ធភាពរួមមានបង្វែរការផ្ដោតអារម្មណ៍ជំនួសឲ្យការគិតដល់ចំណុចអវិជ្ជមាននៃរាងកាយសូមព្យាយាមផ្ដោតទៅលើអារម្មណ៍និងវិញ្ញាណដែលអ្នកទទួលបានពីការប៉ះពាល់និងភាពស្និទ្ធស្នាលប្រាស្រ័យតាក់ទងដោយបើកចំហពិភាក្សាពីអារម្មណ៍និងកង្វល់របស់អ្នកជាមួយដៃគូដោយត្រង់ទៅត្រង់មកការទទួលបានការគាំទ្រនិងការលើកទឹកចិត្តពីដៃគូអាចជួយបង្កើនបរិយាកាសស្និទ្ធស្នាលដែលប្រកបដោយសុវត្ថិភាពនិងគ្មានការរិះគន់ទី10ការចំណាយពេលច្រើនពេកលើឧបករណ៍អេឡិចត្រូនិកនៅក្នុងយុគសម័យ Digital បច្ចុប្បន្នឧបករណ៍អេឡិចត្រូនិកដូចជាទូរស័ព្ទ Smartphone, Computer និង Tablet បានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាននៃជីវិតរស់នៅទោះជាយ៉ាងណាការចំណាយពេលច្រើនពេកលើឧបករណ៍ទាំងនេះអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវភេទដូចជាទី1ពន្លឺពណ៌ខៀវដែលបញ្ចេញពីអេក្រង់អាចរំខានដល់ចង្វាក់នៃការគេងនិងកាត់បន្ថយការផលិតអរម៉ូនមេឡាតូនីនដែលនាំឲ្យគេងមិនបានស្កប់ស្កល់ការគេងមិនគ្រប់គ្រាន់អាចបណ្ដាលឲ្យរាងកាយអស់កម្លាំងនិងកាត់បន្ថយការផលិតអរម៉ូនតេស្តូស្តេរ៉ូនដែលជាអរម៉ូនសំខាន់សម្រាប់ចំណងផ្លូវភេទទាំងបុរសនិងស្ត្រីទី2ការជាប់ជំពាក់នឹងការលេងបណ្ដាញសង្គមឬមើលមាតិកាមិនឈប់ឈរអាចបង្កើនភាពតានតឹងនិងធ្វើឲ្យចិត្តមិនមានភាពស្ងប់ដែលជាឧបសគ្គដល់ការបង្កើតអារម្មណ៍ស្និទ្ធស្នាលទី3វាអាចកាត់បន្ថយពេលវេលាផ្ទាល់ជាមួយដៃគូធ្វើឲ្យទំនាក់ទំនងផ្លូវចិត្តឃ្លាតឆ្ងាយដែលជាមូលដ្ឋានគ្រឹះនៃសុខភាពផ្លូវភេទដ៏រឹងមាំដំណោះស្រាយដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននិងបង្កើនតុល្យភាពរវាងជីវិត Digital និងជីវិតពិត
អ្នកអាចអនុវត្តតាមដំណោះស្រាយខាងក្រោមកំណត់ព្រំដែន Digital កំណត់ពេលវេលាជាក់លាក់ក្នុងមួយថ្ងៃសម្រាប់ផ្ដាច់ខ្លួនពីឧបករណ៍អេឡិចត្រូនិកជាពិសេសនៅពេលល្ងាចយ៉ាងហោចណាស់1ម៉ោងមុនពេលចូលគេងដើម្បីឲ្យខួរក្បាលនិងរាងកាយបានសម្រាកផ្ដល់អាទិភាពដល់ទំនាក់ទំនងពិតបង្កើតពេលវេលាប្រកបដោយគុណភាពជាមួយដៃគូដោយគ្មានការរំខានពីទូរស័ព្ទធ្វើសកម្មភាពរួមគ្នាដូចជាញ៉ាំអាហារពេលល្ងាចដើរលេងឬគ្រាន់តែអង្គុយជជែកគ្នាដើម្បីពង្រឹងទំនាក់ទំនងផ្លូវចិត្តសេចក្តីសន្និដ្ឋានចំណងផ្លូវភេទដែលរឹងមាំបានមកពីសុខភាពផ្លូវកាយនិងផ្លូវចិត្តសរុបការកែប្រែទម្លាប់អាក្រក់អាចត្រូវការពេលវេលានិងការអត់ធ្មត់ប៉ុន្តែវាពិតជាសមស្របណាស់សម្រាប់គុណភាពជីវិតយូរអង្វែងចាប់ផ្ដើមពីថ្ងៃនេះដើម្បីនាំឲ្យថាមពលនិងចំណងផ្លូវភេទរបស់អ្នកវិលត្រឡប់មកវិញសាជាថ្មីយើងខ្ញុំសង្ឃឹមថាវីដេអូនេះនឹងផ្ដល់ចំណេះដឹងនិងមានអត្ថប្រយោជន៍ដល់លោកអ្នកសូមអរគុណសម្រាប់ការទស្សនាប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចជួយចុច like share និង subscribe Channel 361 Healthy ដើម្បីទទួលបានវីដេអូថ្មីៗស្ដីអំពីចំណេះដឹងសុខភាពពី Channel របស់យើងខ្ញុំបន្ថែមទៀតសូមជូនពរឲ្យបងប្អូនមានសុខភាពល្អទាំងអស់គ្នាសូមជម្រាបលា